សិនបើអ្នកបានជួបជាមួយនឹងមនុស្សប្រុសដែលគាត់មាននៅចំណុចទាំងអស់នេះសូមចាប់ឲ្យជាប់ហើយថែរក្សាគាត់ឲ្យបានល្អណែហាមឲ្យរបូតពីដៃជាដាច់ខាតពីព្រោះថាមនុស្សប្រុសដែលគាត់មាននៅចំណុចទាំងអស់នេះនៅក្នុងសម័យកាលនេះគឺពិតជាពិបាករកខ្លាំងមែនទែនតែម្ដងចាមួយគឺអ្នកអាចធ្វើជាខ្លួនឯងបាននៅក្នុងគណៈពេលដែលអ្នកនៅជាមួយនឹងគាត់ចាមានន័យថាអ្នកមិនចាំបាច់ខ្លាញ់ចរិតអ្នកមិនចាំបាច់ព្យាយាមសម្ដែងទេនៅពេលដែលអ្នកនៅជាមួយនឹងគាត់ឬក៏មិនចាំបាច់ព្យាយាមកែប្រែខ្លួនឯងគ្រប់បែបយ៉ាងដើម្បីឲ្យល្អសម្រាប់គាត់ឬក៏ដើម្បីឲ្យគាត់មើលមកអ្នកឃើញថាល្អនោះទេចាគឺអ្នកជាខ្លួនឯងបែបណាអ្នកធ្វើបែបហ្នឹងចរិតយើងពិតបែបម៉េចអាកប្បកិរិយាសីលយើងពិតបែបម៉េចគឺយើងធ្វើបែបហ្នឹងតែម្ដងដោយមិនចាំបាច់សម្ដែងនោះទេចាពីរគាត់គោរពតាមការសម្រេចចិត្តរបស់អ្នកនិងព្រំដែនដែលអ្នកបានកំណត់3គាត់តែងតែជួយឲ្យអ្នករីកចម្រើននៅត្រង់ចំណុចកន្លែងនេះគឺខ្ញុំឧទាហរណ៍ថាគាត់តែងតែលើកទឹកចិត្តឲ្យអ្នកអភិវឌ្ឍខ្លួនឯងជាប្រចាំឬក៏លើកទឹកចិត្តឲ្យអ្នកអានសៀវភៅឬក៏លើកទឹកចិត្តឲ្យអ្នកព្យាយាមធ្វើអ្វីៗដែលវាល្អសម្រាប់ខ្លួនឯងដែលមានប្រយោជន៍សម្រាប់ខ្លួនឯងដែលធ្វើឲ្យខ្លួនឯងហ្នឹងគឺរីកចម្រើនចាមានភាពរីកចម្រើនល្អប្រសើរជាងមុនចា4គឺលុយកាក់របស់គាត់មានគេនិយាយថាមនុស្សប្រុសគាត់ឲ្យតម្លៃទៅលើលុយឯងអញ្ចឹងលុយកាក់របស់គាត់នៅទីណាចិត្តរបស់គាត់គឺនៅទីហ្នឹងឯងអញ្ចឹងបើសិនជាគាត់យើងបានជួបជាមួយនឹងមនុស្សប្រុសដែលគាត់ហ៊ានចំណាយលុយកាក់របស់គាត់ដើម្បីយើងអីបែបហ្នឹងណាក៏ឲ្យយើងបានដឹងទៅថាយើងហ្នឹងគឺជាមនុស្សស្រីដែលគាត់ស្រឡាញ់ឯងចាហើយលុយកាក់កន្លែងនេះមិនចាំបាច់ឌីវ៉ាមិនចង់និយាយថាតើគេចេះលុយទាំងច្រើនមកឯណាពេលខ្លះយើងជួបដៃគូដែលគាត់អត់សូវមានលុយទេប៉ុន្តែគាត់មានលុយតិចតួចទេតែគាត់ហ៊ានលះបង់អាតិចតួចរបស់គាត់ហ្នឹងដើម្បីយើងទៀតអាហ្នឹងក៏ឲ្យគាត់ក៏ឲ្យយើងនឹងបានឃើញពីទឹកចិត្តរបស់គាត់កន្លែងហ្នឹងទៅព្រោះថាមិនចាំបាច់តន់តែអ្នកឲ្យលុយចេះលុយមកយើងច្រើនទេគឺយើងមើលទៅតាមកលៈទេសៈឬក៏មនុស្សដែលយើងបានស្គាល់ចា5ពេលវេលារបស់គាត់ចាមនុស្សប្រុសគោលគាត់ឲ្យតម្លៃទៅលើពេលវេលារបស់គាត់សំខាន់ណាស់ហើយនៅក្នុងសម័យកាលប្រកួតប្រជែងឬក៏សម័យកាលនេះទៀតមនុស្សរវល់ច្រើនណាស់អញ្ចឹងពេលវេលាគឺពិតជាសំខាន់តែបើសិនជាយើងបានជួបជាមួយនឹងមនុស្សប្រុសដែលគាត់ហ៊ានចំណាយពេលវេលារបស់គាត់មកលើយើងឬក៏យើងឃើញថាគាត់រវល់ប៉ុន្តែគាត់ព្យាយាមនៅក្នុងការឆ្លៀតពេលវេលាដែលរវល់របស់គាត់ហ្នឹងដើម្បីយើងបានទៀតណាអាហ្នឹងក៏ឲ្យយើងបានដឹងទៅថាយើងហ្នឹងគឺពិតជាមានភាពសំខាន់សម្រាប់គាត់ហើយទើបគាត់អាចឆ្លៀតពេលវេលាដល់រវល់របស់គាត់ហ្នឹងដើម្បីយើងបានចា៎ចំណុចទី6គឺបុរសដែលមានទំនួលខុសត្រូវយើងឃើញថានៅក្នុងសម័យកាលនេះបុរសពិតបុរសដែលគាត់មានទំនួលខុសត្រូវក៏ពិបាករកដែរចាភាគច្រើនបានជួបតែបុរសដែលខ្លាំងខ្លាយអញ្ចឹងបើសិនជាអ្នកបានជួបជាមួយនឹងបុរសដែលគាត់មាននៅទំនួលខុសត្រូវក៏សូមថែរក្សាគាត់ឲ្យបានល្អផងចាចំណុចទី7បុរសដែលគាត់មានភាពស្មោះត្រង់ចាបើនិយាយពីចំណុចនៃភាពស្មោះត្រង់នេះវិញគឺកាន់តែពិបាករកទៀតហើយនៅក្នុងសម័យកាលនេះសម្រាប់មនុស្សប្រុសអញ្ចឹងបើសិនជាអ្នកបានជួបជាមួយនឹងមនុស្សប្រុសដែលគាត់មានភាពស្មោះត្រង់ផ្ដល់ឲ្យអ្នកហើយចាគឺថាសូមថែរក្សាគាត់ឲ្យបានល្អចាចំណុចទី8គឺគាត់គោរពនិងផ្ដល់តម្លៃដល់អ្នកចំណុចទី9គឺគាត់តែងតែបារម្ភនិងខ្វាយខ្វល់ពីអារម្មណ៍របស់អ្នកចាចំណុចកន្លែងនេះគឺចង់និយាយថាគឺគាត់នឹងមិនធ្វើរឿងរ៉ាវទាំងឡាយណាដែលធ្វើឲ្យអ្នកឈឺចាប់ឡើយបើសិនជាគាត់បានដឹងថារឿងនេះឬក៏រឿងអី1 2 3ចឹងទៅដែលវាជារឿងដែលអ្នកអត់សុខចិត្តឬក៏អ្នកមិនចូលចិត្តឲ្យគាត់ធ្វើទេឬក៏ពេលដែលគាត់ធ្វើហើយវាប៉ះពាល់ដល់អារម្មណ៍អ្នកវាធ្វើឲ្យអ្នកឈឺចាប់ហើយគាត់ព្យាយាមនៅក្នុងការជៀសវាងនៅរឿងរ៉ាវទាំងអស់ហ្នឹងព្យាយាមនៅក្នុងការជៀសវាងនៅរឿងរ៉ាវទាំងឡាយណាដែលធ្វើឲ្យអ្នកឈឺចាប់គាត់ព្យាយាមជៀសវាងព្រោះគាត់ខ្វល់ពីអារម្មណ៍របស់អ្នកអញ្ចឹងបើសិនជាអ្នកបានជួបជាមួយនឹងបុរសដែលបែបហ្នឹងក៏សូមថែរក្សាគាត់ឲ្យបានល្អផងមានន័យថាគឺគាត់ស្រឡាញ់អ្នកណាទើបគាត់ខ្វាយខ្វល់ពីអារម្មណ៍ពីការឈឺចាប់របស់អ្នកពីព្រោះថាបើសិនជាអ្នកឈឺចាប់គាត់ជាអ្នកដែលឈឺចាប់លើសអ្នកទ្វេដងចាបើសិនជាបានជួបគាត់ហើយសូមថែរក្សាគាត់ឲ្យបានល្អចាចំណុចទី10ចាគឺកិត្តិយសរបស់គាត់ចំណុចកន្លែងនេះឌីវ៉ាចង់បញ្ជាក់ថាបើបុរសគឺគាត់ស្រឡាញ់នៅគឺគាត់ជាភេទមួយយ៉ាងដែលគាត់ស្រឡាញ់មុខមាត់កិត្តិយសរបស់គាត់ខ្លាំងមែនទែនហើយខ្ញុំសូមនិយាយជាបុរសពិតព្រោះថាបុរសខ្លាំងខ្លាចខ្លះក៏គាត់អត់ខ្វល់ទេអារឿងកិត្តិយសរឿងអីហ្នឹងចាប៉ុន្តែបើសិនជាគេសម្រាប់បុរសពិតវិញគឺគេស្រឡាញ់នៅមុខមាត់កិត្តិយសរបស់គេជាងជីវិតទៅទៀតចាអញ្ចឹងបើសិនជាយើងបានជួបជាមួយនឹងបុរសដែលគាត់ហ៊ានពេលខ្លះគាត់ហ៊ានលះបង់កិត្តិយសរបស់គាត់ដើម្បីយើងក៏ឲ្យបានដឹងទៅចាថាគាត់ពិតជាស្រឡាញ់យើងខ្លាំងណាស់ទើបគាត់ហ៊ានលះបង់កិត្តិយសរបស់គាត់ដើម្បីយើងបែបនេះឆ្នេះហើយបើសិនជាអ្នកបានជួបជាមួយនឹងបុរសដែលគាត់មាននៅចំណុចទាំងអស់នេះគឺសូមថែរក្សាគាត់ឲ្យបានល្អហាមបែកពីគាត់ជាដាច់ខាតពីព្រោះថាបុរសបែបនេះគឺពិបាករកខ្លាំងមែនតើនៅក្នុងសម័យកាលនេះចាហើយក៏ចង់បញ្ជាក់ដែរថារាល់ចំណុចដែលឌីវ៉ារៀបរាប់ពីខាងលើហ្នឹងគឺសូមប្រើពេលវេលាមើលគាត់ឲ្យបានយូរផង